សូមបងប្អូនពិនិត្យមើលរូបភាពសខ្មៅមួយសន្លឹកនេះឲ្យច្បាស់តើបងប្អូនឃើញអ្វីខ្លះនេះគឺជាទិដ្ឋភាពមហាវិថីព្រះមុនីវង្សដ៏មមាញឹកកាលពីប្រហែល50ឆ្នាំមុនបងប្អូនសម្លៀកបំពាក់ប្រជាពលរដ្ឋកាលនោះហាក់ដូចជាទាន់សម័យមែនតែនបងប្អូនចំណែកឯផ្លាកប៉ាណូដ៏ធំសម្បើមគឺគូសដោយដៃមនុស្សយ៉ាងផ្ចិតផ្ចង់ហើយក៏មានបរិសុទ្ធពីរនាក់ក្នុងឯកសណ្ឋានជាទាហានផងដែរនេះគឺជារូបថតប្រវត្តិសាស្ត្រពិតៗនៃទីក្រុងភ្នំពេញក្នុងចន្លោះឆ្នាំ1970ដល់ឆ្នាំ1975បងប្អូនដែលជាយុគសម័យមួយដ៏ចម្លែកដែលសង្គ្រាមនិងសិល្បៈដើរទន្ទឹមគ្នាព្រោះចន្លោះឆ្នាំ1970ដល់ឆ្នាំ1975សំឡេងកំភ្លើងធំប្រហែលជាកំពុងបន្លឺនៅជុំវិញជ័យក្រុងប៉ុន្តែនៅកណ្ដាលទីក្រុងភ្នំពេញរោងភាពយន្តភ្នំពេជ្រនៅតែបើកទ្វារស្វាគមន៍ទស្សនិកជនជាធម្មតាយុវជនក្នុងឯកសណ្ឋានយោធាទាំងពីរនាក់នេះពួកគាត់ប្រហែលជាកំពុងតែត្រឡប់មកពីសមរភូមិក្តៅកគុកឬមួយពួកគាត់ជាមនុស្សដែលឈរយាមល្បាតនៅមុខរោងកុនដើម្បីការពារស្ថានភាពនិងសណ្ដាប់ធ្នាប់នៅមុខរោងកុនប៉ុន្តែចំពោះមុខផ្ទាំងគំនូរតួឯកុនដ៏ស្រស់ស្អាតពួកគេគ្រាន់តែជាមនុស្សម្នាក់ដែលស្រឡាញ់ជីវិតសាមញ្ញនិងស្រេកឃ្លានសេចក្តីសុខដូចជាពួកយើងការដែលទាហានពីរនាក់គាត់សម្លឹងទៅផ្ទាំងប៉ាណូដ៏ស្រស់ស្អាតនោះអាចជាមធ្យោបាយលួងលោមចិត្តតែមួយគត់របស់គាត់ក្នុងស្ថានភាពតានតឹងនៃសង្គ្រាមជឿចុះថាទោះបីជាពេលវេលាកន្លងផុតទៅរាប់សិបឆ្នាំក៏ដោយរោងកុនភ្នំពេជ្របានប្តូររូបរាងហើយមនុស្សទាំងអស់នៅក្នុងរូបភាពនេះបានផ្លាស់ប្តូរវាសនាទៅជាយ៉ាងណាក៏ដោយប៉ុន្តែវិញ្ញាណនៃក្តីសង្ឃឹមនិងភាពរស់រវើកនៅក្នុងរូបថតមួយសន្លឹកនេះមិនបានរលាយបាត់បង់ទៅតាមពេលវេលាទេបងប្អូនវាហាក់បីដូចជាកំពុងតែខ្សឹបប្រាប់ពួកយើងទាំងអស់គ្នាថាទោះជាក្នុងកាលៈទេសៈណាក៏ដោយមនុស្សជាតិមិនដែលបោះបង់ក្តីសង្ឃឹមទេមានរូបភាពនេះជាសាក្សីស្រាប់ព្រោះថា